នេះចេញមកសម្រាយតកតងនឹងដំណើរផងយើងប្រហែលថ្ងៃមុនខ្ញុំបានផុសមួយคลิปផងដែរហើយឥឡូវចង់ចេញមកសម្រាយបន្ថែមលើវីដេអូរបស់យើងហើយនេះគឺជាបានផ្ញើម៉ូតូផងយើងគឺក្នុងមួយម៉ូតូគឺ 2000 រៀលហើយចុះមកលេងគឺម្នាក់ 1000 រៀលអញ្ចឹងពេលអ្នកសរុបនឹងម៉ូតូមួយ 4000 រៀលហើយដំណើរផងយើងគឺមើលទៅទេសភាពទេព្រោះយើងក៏មិនបានទៅអង្គុយកញ្ចុះហើយអញ្ចឹងក៏មិនដឹងថាតម្លៃកញ្ចុះគេក្នុងមួយនឹងប្រមាណផងដែរយើងគ្រាន់តែដើរមើលទៅតាមទស្សនវិជ្ជាដងទៅតាមខ្សាច់អញ្ចឹងបាទសម្រាប់ស្រុកសេសានក្រៅពីចំការក្រូចយើងនៅមានជួចាបហើយនឹងមានកោះមាសនឹងមួយទៀតហើយមានប្រហែលជាមានកន្លែងកំសាន្តទៅតាមដងទន្លេជាច្រើនទៀតដែលខ្ញុំមិនបានរៀបរាប់ទេហើយនេះគឺជាកោះមាសដែលគេទៅតែបើកឆ្នាំហ្នឹងតាមដែលខ្ញុំដឹងព្រោះថាវាជាផ្លូវដែលឆ្លងកាត់ទៅកាន់ភូមិខ្ញុំផងដែរអញ្ចឹងមិនដែលឃើញទេពីឆ្នាំមុនទៅឆ្នាំហ្នឹងតែឃើញដូច្នេះខ្ញុំក៏សន្មតថាគេបង្កើតឆ្នាំហ្នឹងទៅហើយបងមួយដែលទៅជាមួយគ្នាហ្នឹងគាត់ថាធ្លាប់មានយូរហើយក៏ប៉ុន្តែគេបានបិទអាហ្នឹងក៏មួយទៅឥឡូវបងប្អូនមកទស្សនាទស្សនវិជ្ជាផងយើងទូទៅហើយគឺថាកន្លែងថ្មអីហ្នឹងគឺបងប្អូនអាចមកថតរូបបានហើយសម្រាប់ជនទាំងឡាយណាដែលជួយចិត្តថតរូបនៅលើឆ្នេរខ្សាច់ឬវាលខ្សាច់ហើយការមុនគឺល្បីបុប្ផាភ្លុកបាទតែដោយសារបុប្ផាភ្លុកគៀកជាមួយនឹងតំណប់វារីគិស្នីពេកដូច្នោះគេក៏បានផ្អាកឲ្យផ្អាកដំណើរការនៃការធ្វើគេហៅថាអេកូទេសចរបាទហើយឥឡូវនេះយើងគឺនៅក្រោមភ្លុកទេគឺកោះមាសហើយក៏ក្រោមជួចាបដែរហើយមួយទៀតក៏មាន I love Sesan ហើយដែលជាថាខ្ញុំស្រឡាញ់ Sesan កន្លែងនេះក៏បានបិទដែរតែមិនដឹងមូលហេតុយ៉ាងម៉េចទេបាទហើយនេះគឺទ្រុសអំពីសកម្មភាពផងយើងដែលមើលទៅគួរឲ្យចាប់អារម្មណ៍មែនទែនសម្រាប់កោះនេះព្រោះថាវាជាលើកដំបូងនៅសម្រាប់ការមកទស្សនាហើយមួយវិញទៀតហ្នឹងមានបងដែលគាត់រស់នៅភ្នំពេញហ្នឹងគាត់តែងទៅសួរថាតើខេត្តសន្ត្រៃមានកន្លែងណាគួរឲ្យចង់ដើរលេងខ្លះសម្រាប់ខេត្តស្ទឹងត្រែងពីមួយឆ្នាំទៅមួយឆ្នាំតែងតែកើនឡើងនៅតំបន់ទេសចរឬតំបន់ដើរលេងកម្សាន្តនៅជាដើមហ្នឹងគឺមានច្រើនតាមបណ្ដាស្រុកនានាហើយនិយាយបែបហ្នឹងមិនមែនបានន័យថាគាត់មិនស្គាល់ទេប៉ុន្តែក៏ស្គាល់តាម social media ដែលគេធ្វើវីដេអូអីចឹងណាហ្នឹងហើយក៏ដូចដែលខ្ញុំធ្វើឥឡូវហ្នឹងគាត់ស្គាល់តាមរយៈអញ្ចឹងណាហ្នឹងហើយប៉ុន្តែដល់ពេលដែល